ជាគោលការណ៍ការលែងលះគឺជាមូលហេតុដែលនាំឲ្យផ្ដាច់នៅចំណងអាពាហ៍ពិពាហ៍ប្តីប្រពន្ធហើយនៅក្នុងក្រមរដ្ឋវិន័យនៃប្រជាជាតិកម្ពុជាគឺបានកំណត់អំពីមូលហេតុនៃការលែងលះនីតិវិធីនៃការលែងលះព្រមទាំងអនុភាពផ្លូវច្បាប់ដែលនឹងកើតឡើងដោយសារតែមានការលែងលះនោះជាដំបូងក្រមរដ្ឋវិន័យគឺបានអនុញ្ញាតឲ្យប្តីប្រពន្ធលែងលះដោយមានការព្រមព្រៀងរវាងគ្នាទៅវិញទៅមកតាមខ្លឹមសារនៃមាត្រា979នៃក្រមរដ្ឋវិន័យនៅក្នុងករណីនេះតុលាការនឹងសម្រេចឲ្យមានការលែងលះគ្នាប្រសិនបើតុលាការគាត់យល់ឃើញថាភាគីទាំងសងខាងមានបំណងពិតប្រាកដឬក៏មានឆន្ទៈនៅក្នុងការរំលាយអាពាហ៍ពិពាហ៍នោះដោយមានការព្រមព្រៀងមួយវិញទៀតចុះប្រសិនបើភាគីម្ខាងមិនព្រមព្រៀងនៅក្នុងការលែងលះតើអាចលែងលះគ្នាបានដែរឬទេចាមូលហេតុនេះគឺអាចលែងលះគ្នាបានប្រសិនបើភាគីម្ខាងមិនព្រមព្រៀងទៅនឹងការលែងលះនោះមាត្រា978នៃក្រមរដ្ឋវិន័យគឺបានកំណត់អំពីមូលហេតុសំខាន់នៅក្នុងការលែងលះមូលហេតុទាំងអស់នោះរួមមានដូចជាប្តីឬប្រពន្ធបានប្រព្រឹត្តអំពើផិតនឹងគឺឧទាហរណ៍ថាបុរសជាប្តីបានរៀបការជាមួយនឹងប្រពន្ធរបស់ខ្លួនរួចរាល់ហើយចុះសម្រាប់អាពាហ៍ពិពាហ៍ត្រឹមត្រូវប៉ុន្តែគាត់បានប្រព្រឹត្តអំពើផិតលួចមានស្រីឬក៏ចិញ្ចឹមស្រីនៅខាងក្រៅចឹងនេះគឺជាមូលហេតុមួយនៅក្នុងការលែងលះមូលហេតុបន្ទាប់ទៀតគឺការបោះបង់ប្តីឬប្រពន្ធចោលដោយគ្មានមូលហេតុត្រឹមត្រូវការបោះបង់ចោលនេះគឺការដែលមានរួមជីវភាពរស់នៅជាមួយគ្នាមានរួមសុខមានរួមទុក្ខជាមួយគ្នាហើយដែលគេអាចទទួលស្គាល់ថាភាគីមិនមានឆន្ទៈនៅក្នុងការបន្តជីវភាពជាប្តីប្រពន្ធតទៅទៀតឧទាហរណ៍ក្រោយពីបានរៀបការរួចបុរសជាប្តីបានចាកចោលពីផ្ទះចាកចេញពីប្រពន្ធទៅរស់នៅជាមួយនឹងឪពុកម្ដាយរបស់គាត់វិញដោយមិនមានមូលហេតុត្រឹមត្រូវនៅក្នុងករណីបែបនេះនារីជាប្រពន្ធនឹងគឺអាចដាក់ពាក្យបណ្ដឹងសុំលែងលះទៅតុលាការបានហើយមូលហេតុបន្ទាប់ដូចជាបើមិនបានដឹងថាសហព័ន្ធស្លាប់ឬរស់អស់រយៈពេលជាង1ឆ្នាំឧទាហរណ៍ក្រោយពីបានរៀបអាពាហ៍ពិពាហ៍រួចហើយឧទាហរណ៍ថាលោកកបានចាក់ចេញពីប្រទេសកម្ពុជាទៅធ្វើការនៅបរទេសឬក៏ប្រទេសក្រៅក៏ប៉ុន្តែចាប់តាំងពីពេលដែលគាត់ចាក់ចេញទៅនោះគឺបាត់ដំណឹងគាត់សូន្យឈឹងពុំឃើញមានដំណឹងគាត់តាក់ទងមកប្រព័ន្ធរបស់គាត់ទេហើយប្រព័ន្ធរបស់គាត់គឺមិនបានទទួលដំណឹងថាលោកកនោះនៅរស់ឬក៏ស្លាប់ដែរដែលការបាត់ដំណឹងនោះគឺគិតចាប់ពីលើសពី1ឆ្នាំឡើងទៅអញ្ចឹងភរិយារបស់លោកកហ្នឹងគឺអាចដាក់ពាក្យបណ្ដឹងសុំលែងលះទៅតុលាការបានហើយមូលហេតុនៅក្នុងការលែងលះផ្សេងទៀតបើសហព័ន្ធបានរស់នៅបែកគ្នាជាបន្តបន្ទាប់អស់រយៈពេលជាង1ឆ្នាំផ្ទុយទៅនឹងគោលបំណងនៃអាពាហ៍ពិពាហ៍ឧទាហរណ៍ថាក្រោយពីបានរៀបការជាមួយគ្នាអស់រយៈពេល2ឆ្នាំលោកកនិងលោកស្រីខក៏បានសម្រេចចិត្តរស់នៅបែកគ្នាដោយសារតែមានការអាក់អន់ចិត្តឬក៏មិនចុះសម្រុងនឹងគ្នាបន្តិចបន្តួចហើយដូច្នេះហើយប្រសិនបើអ្នកទាំងពីររស់នៅបែកគ្នាលើសពី1ឆ្នាំភាគីម្ខាងជាប្តីឬប្រពន្ធគឺអាចដាក់ពាក្យបណ្ដឹងសុំលែងលះទៅតុលាការបានករណីផ្សេងទៀតដូចជាអាពាហ៍ពិពាហ៍ត្រូវបានបែកបាក់ហើយគ្មានសង្ឃឹមថាអាចបដិទានឡើងវិញបានពាក្យថាបដិទាននេះមានន័យថាគាត់គ្មានសង្ឃឹមថានឹងអាចស្ដារឲ្យទំនាក់ទំនងអាពាហ៍ពិពាហ៍នឹងកើតឡើងវិញបានអញ្ចឹងគឺវាជាមូលហេតុនៅក្នុងការលែងលះដែរប៉ុន្តែមូលហេតុនៅក្នុងការលែងលះដោយសារតែអាពាហ៍ពិពាហ៍បែកបាក់ឬក៏មិនអាចសង្ឃឹមថាអាចបដិទានឡើងវិញបាននេះត្រង់ចំណុចនេះក្រមរដ្ឋវិន័យគ្រាន់តែកំណត់ជាលក្ខណៈទូលាយមានថាអត្ថន័យទូលាយពុំមានការកំណត់ច្បាស់លាស់ទេទៅលើពាក្យថាមិនអាចបដិទានឡើងវិញបានហ្នឹងដូច្នេះទុកឲ្យចៅក្រមគាត់ជាអ្នកវិនិច្ឆ័យថាតើករណីណាខ្លះដែលអាចជឿជាក់ថាអាពាហ៍ពិពាហ៍ត្រូវបានបែកបាក់ហើយគ្មានសង្ឃឹមថាអាចបដិទានឡើងវិញបាននៅក្នុងករណីបែបនេះចៅក្រមនឹងវិនិច្ឆ័យទៅដល់ស្ថានភាពនានាដែលកើតមានដូចជាសកម្មភាពអាកប្បកិរិយាអត្តចរិតរបស់សហព័ន្ធនៅក្នុងអំឡុងពេលដែលគាត់មានចំណងអាពាហ៍ពិពាហ៍ឆន្ទៈរបស់ភាគីនៅក្នុងការបន្តចំណងអាពាហ៍ពិពាហ៍ស្ថានភាពសុខភាពឬក៏ស្ថានភាពសេដ្ឋកិច្ចជាដើមឧទាហរណ៍ថានៅក្នុងករណីនេះអាចមានច្រើនដោយរួមបញ្ចូលទាំងការប្រើប្រាស់អំពើហិង្សាទៅលើសហព័ន្ធទៅលើប្តីឬប្រពន្ធដូចជាហិង្សាផ្លូវកាយផ្លូវចិត្តជាដើមផងដែរទោះបីជានៅក្នុងមាត្រា978នៃក្រមរដ្ឋវិន័យបានកំណត់អំពីមូលហេតុសំខាន់នៅក្នុងការលែងលះនោះក៏ដោយប៉ុន្តែមានករណីអញ្ញត្តកម្មទៅលើមាត្រា978នេះគឺអាចអនុញ្ញាតឲ្យតុលាការច្រានចោលការទាមទារលែងលះបើសិនជាមូលហេតុនៃការលែងលះនោះការទ្រទ្រង់ជីវភាពរបស់ប្តីឬប្រពន្ធឬក៏កូន
កូនមានការក្រលំបាកយ៉ាងខ្លាំងឬក៏មានការឈឺចាប់ដែលពុំអាចទ្រាំទ្របានអញ្ចឹងតុលាការគឺគាត់អាចច្រានចោលការទាមទារលិះលះគ្នាដោយពិចារណាទៅលើស្ថានភាពទាំងឡាយបានឧទាហរណ៍ថានៅឆ្នាំ2025លោកក៏បានរៀបការជាមួយនឹងលោកស្រីខហើយរៀបការបានមួយរយៈក្រោយមកក៏លោកស្រីខនេះមានជំងឺសុខភាពហើយគាត់តែងតែមានអាការៈបួម៉ៅក្តៅកាហាយហើយតែងតែជេរបញ្ចោទៅកាន់លោកកហើយដោយសារតែលោកកមិនអាចទ្រាំបានក៏ដាក់ពាក្យបណ្ដឹងសុំលិះលះទៅតុលាការហើយលោកស្រីខនោះបានបដិសេធយ៉ាងដាច់ហង្ការថាមិនព្រមលិះលះទេហើយស្ថិតនៅក្នុងចំណុចនេះស្ថានភាពនេះលោកស្រីខហើយនិងលោកកគឺមានកូនចំនួន2នាក់ទើបតែអាយុ1ខួបហើយជាពិសេសទៅទៀតលោកស្រីខនោះគឺមិនមានការងារអ្វីទេហើយគាត់មានជំងឺផ្លូវចិត្តថែមទៀតផងចំណែកឯទ្រព្យសម្បត្តិរួមវិញក៏មិនមានច្រើនដែរនៅក្នុងស្ថានភាពបែបនេះតុលាការអាចនឹងយកឃើញថាប្រសិនបើឲ្យលោកកនិងលោកស្រីខលិះលះគ្នាប្រហែលជាធ្វើឲ្យលោកស្រីខនោះគឺមិនអាចទ្រាំទ្រនឹងជីវភាពដូចជាស្ថានភាពសុខភាពក៏ដូចជាជីវភាពប្រចាំថ្ងៃការហូបចុកអីជាដើមបើដូច្នេះតុលាការអាចសម្រេចច្រានចោលការទាមទារលិះលះរបស់លោកកនោះបានមួយវិញទៀតប្រសិនបើយកឃើញថាការទាមទារនោះផ្ទុយទៅនឹងភាពសុចរិតមិនមានភាពស្មោះត្រង់មិនមានភាពទៀងត្រង់ទេនោះតុលាការអាចច្រានចោលការទាមទារលិះលះនោះដោយឆន្ទានុសិទ្ធិបានទោះបីជាមានមូលហេតុដូចមានកំណត់នៅក្នុងកថាខណ្ឌទី3នៃមាត្រា978នៃក្រមរដ្ឋបាលវិន័យក៏ដោយឧទាហរណ៍ថាលោកកនិងលោកស្រីខបានរៀបអាពាហ៍ពិពាហ៍នឹងគ្នានៅឆ្នាំ2024ហើយមានកូនចំនួន2នាក់លុះដល់ឆ្នាំ2025ដោយសារតែការអន់សម្ព័ន្ធចិត្តនឹងគ្នាបន្តិចបន្តួចលោកកក៏បានចាក់ចេញពីផ្ទះចាក់ចេញពីភរិយារបស់ខ្លួនហើយបន្ទាប់មកលោកកក៏បានជួបនឹងនារីម្នាក់ហើយបានរស់នៅជាមួយគ្នាដល់ឆ្នាំ2026លោកកបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំលិះលះជាមួយនឹងលោកស្រីខប៉ុន្តែលោកស្រីខមិនព្រមលិះលះជាមួយនឹងលោកកទេនៅក្នុងករណីនេះលោកស្រីខនិងលោកកគឺរស់នៅបែកគ្នាអស់រយៈពេល1ឆ្នាំពិតមែនតែតុលាការអាចច្រានចោលការទាមទារលិះលះនេះប្រសិនបើតុលាការយកឃើញថាស្ត្រីដែលជាប្រពន្ធលោកស្រីខហ្នឹងគឺមិនមានការងារធ្វើហើយមានកូនម្នាក់ដែលជាអនិច្ចជនចំណែកឯទ្រព្យសម្បត្តិផ្សេងទៀតក៏មិនមានដែរដូច្នេះវាពិបាកនៅក្នុងការដែលឲ្យលោកស្រីខផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារនៅក្រោយពេលដែលគាត់លែងលះប្រសិនបើមានមូលហេតុនៃការលែងលះដោយបានរៀបរាប់មុននេះតើការលែងលះត្រូវធ្វើយ៉ាងដូចម្តេចជាធម្មតាប្រសិនបើភាគីមានការព្រមព្រៀងលែងលះភាគីត្រូវតែដាក់ពាក្យសុំទៅតុលាការនៃលំនៅឋានរបស់ប្តីឬប្រពន្ធហើយពាក្យសុំនោះត្រូវធ្វើជាលិលាអក្សរឬក៏ធ្វើដោយផ្ទាល់មាត់បានទន្ទឹមនឹងនេះដែរដើម្បីដាក់ពាក្យសុំដោយផ្ទាល់មាត់អ្នកដាក់ពាក្យសុំត្រូវធ្វើសេចក្តីថ្លែងការណ៍នៅចំពោះមុខកាឡាបញ្ជីហើយកាឡាបញ្ជីត្រូវធ្វើកំណត់ហេតុនិងចុះហត្ថលេខាហើយកំណត់ហេតុត្រូវចាត់ទុកជាពាក្យសុំលិខិតពាក្យសុំត្រូវសរសេរដូចជាឈ្មោះអាសយដ្ឋានរបស់អ្នកដាក់ពាក្យសុំនិងឈ្មោះអាសយដ្ឋានរបស់អ្នកតំណាងដែលកំណត់ដោយច្បាប់ខ្លឹមសារនៃដីកាសម្រេចដែលអ្នកដាក់ពាក្យសុំទាមទារនិងអង្គហេតុដែលជាមូលហេតុនៃការទាមទារហើយការដាក់ពាក្យសុំនេះត្រូវបង់ពន្ធដាក់ពាក្យសុំចំនួន5000រៀលបន្ទាប់ពីបានធ្វើការវិនិច្ឆ័យរួចហើយតុលាការអាចចេញដីកាសម្រេចអំពីការលែងលះនោះជាគោលការណ៍ដើម្បីចេញដីកាសម្រេចនេះតុលាការពុំចាំបាច់ឆ្លងកាត់ការទាញហត្ថផលដោយផ្ទាល់មាត់ឡើយនេះគឺជានីតិវិធីនៅក្នុងការលែងលះករណីដែលមានការព្រមព្រៀងចុះបើសិនជាករណីដែលគ្មានការព្រមព្រៀងករណីគ្មានការព្រមព្រៀងនីតិវិធីនៃការលែងលះត្រូវដាក់ពាក្យបណ្ដឹងលែងលះក្នុងករណីដែលភាគីណាម្ខាងមិនបានយកព្រមលែងលះទេនោះភាគីដែលមានបំណងចង់ធ្វើការលែងលះត្រូវតែដាក់ពាក្យបណ្ដឹងទាមទារលែងលះទៅតុលាការដែលមានសមត្ថកិច្ចព្រមទាំងត្រូវឆ្លងកាត់នៅនីតិវិធីមួយចំនួនតុលាការដែលមានសមត្ថកិច្ចនៅក្នុងរឿងក្តីលែងលះនេះអាចជាតុលាការខាងលំនៅឋានរបស់ដើមចោតក៏បានឬជាតុលាការខាងលំនៅឋានរបស់ចុងចម្លើយក៏បានដែរមានន័យថាអាចជាតុលាការមានសមត្ថកិច្ចនៅលំនៅឋានខាងប្តីឬក៏ខាងប្រពន្ធដែលជាដើមចោតឬក៏ចុងចម្លើយចំពោះការដាក់ពាក្យបណ្ដឹងលែងលះគឺពាក្យបណ្ដឹងទាមទារលែងលះនេះត្រូវធ្វើជាលិលាអក្សរហើយត្រូវសរសេរនៅចំណុចសំខាន់ដូចជាឈ្មោះនិងអាសយដ្ឋានរបស់ភាគីនិងឈ្មោះអាសយដ្ឋានរបស់អ្នកតំណាងដែលច្បាប់កំណត់ខ្លឹមសារនៃសារក្រមដែលដើមចោតទាមទារឲ្យតុលាការចេញនិងអង្គហេតុចាំបាច់ដើម្បីបញ្ជាក់ពីការទាមទារសម្រាប់ការដាក់ពាក្យបណ្ដឹងនេះគឺដើមចោតត្រូវបង់ពន្ធដាក់ពាក្យបណ្ដឹងចំនួន55000រៀលជាទូទៅតុលាការអាចសាកល្បងធ្វើការផ្សះផ្សាទោះបីជាបណ្ដឹងស្ថិតនៅក្នុងដំណាក់កាលណាក៏ដោយ
នៅក្នុងដំណាក់កាលនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលតុលាការត្រូវរៀបចំនៅសេចក្តីអះអាងរបស់ភាគីបំភ្លឺនៅចំណុចវិវាទនៃរឿងក្តីដែលគូភាគីមិនយល់ព្រមគ្នានិងរៀបចំផុសតាងដែលតាក់ទងនឹងចំណុចវិវាទនៃរឿងក្តីនោះដើម្បីអាចធ្វើការវិនិច្ឆ័យរឿងក្តីនៅក្នុងនីតិវិធីនៃការទាញហេតុផលដោយផ្ទាល់មាត់ឲ្យបានល្អិតល្អន់ជាគោលការណ៍គូភាគីជាអ្នកស្នើសុំឲ្យតុលាការពិនិត្យផុសតាងនិយាយម្យ៉ាងទៀតថាគូភាគីជាអ្នកស្វែងរកផុសតាងផ្សេងៗមកដាក់ជូនតុលាការពិនិត្យដើម្បីជាផលប្រយោជន៍របស់ខ្លួនស្របគ្នានេះដែរតុលាការអាចធ្វើការស្រាវជ្រាវដោយឆន្ទានុសិទ្ធិហើយជាពិសេសតុលាការអាចយកអង្គហេតុដែលមិនបានអះអាងដោយគូភាគីមកធ្វើជាមូលដ្ឋាននៃសាលក្រមបានក្រោយពីតុលាការធ្វើការវិនិច្ឆ័យរួចហើយតុលាការនឹងធ្វើការសម្រេចសេចក្តីអំពីការលែងលះចេញជាសាលក្រមតាមធម្មតាសាលក្រមដែលសម្រេចអំពីការលែងលះនេះគឺត្រូវបញ្ជូនទៅឲ្យគូភាគីក្នុងអំឡុងពេល2សប្តាហ៍គឺចាប់ពីថ្ងៃដែលបានប្រកាសសាលក្រមហើយលើសពីនេះគូភាគីអាចប្តឹងឧទ្ធរណ៍នឹងសាលក្រមនេះបានក្នុងអំឡុងពេល1ខែគឺចាប់ពីថ្ងៃដែលទទួលបានការបញ្ជូនលិខិតសាលក្រមហើយជាពិសេសនៅក្នុងរឿងក្តីលែងលះនេះតុលាការមិនអាចចេញសាលក្រមកម្បាំងមុខបានទេក្នុងករណីចាំបាច់តុលាការដែលទទួលពាក្យបណ្ដឹងលែងលះអាចចេញដោយការសម្រេចបង្គាប់ឲ្យធ្វើការចាត់ចែងរក្សាការពារចំពោះការបំបែកលំនៅឋានការគ្រប់គ្រងថែរក្សាកូនការគ្រប់គ្រងទ្រព្យសម្បត្តិអាហារកាតព្វកិច្ចរបស់ប្តីប្រពន្ធបន្ទុកនៃសហួយអាពាហ៍ពិពាហ៍និងសហួយចិញ្ចឹមបីបាច់កូនជាអា